ក្តៅៗដំណឹងហុយៗអុកញ៉ាមួយរូបនៅកម្ពុជាត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅដាក់ពន្ធនាគារក្រោយរកឃើញថាជាប់ពាក់ព័ន្ធទៅនឹងការរកស៊ីឆបោកតាមអនឡាញហើយតាំងខ្លួនឈរកាងអ្នកឆបោកអនឡាញថែមទៀតផងបងប្អូននេះគឺជាដំណឹងមួយដែលប្រជាពលរដ្ឋខ្មែរទាំងខ្ញុំទាំងបងប្អូនយើងទន្ទឹងរង់ចាំដោយសារតែពួកឆបោកតាមអនឡាញប្រព្រឹត្តសកម្មភាពនៅកម្ពុជានេះហើយដែលធ្វើឲ្យកម្ពុជារបស់យើងគឺថាអាប់អោនបាក់មុខបាក់មាត់នៅលើឆាកអន្តរជាតិដែលបណ្ដាប្រទេសអន្តរជាតិមួយចំនួនមើលមកកម្ពុជាថាកម្ពុជានេះគឺសម្បូរទៅដោយករណីឆបោកតាមអនឡាញហើយក្នុងនោះគឺមានជនជាតិបរទេសមកប្រព្រឹត្តករណីឆបោកតាមអនឡាញនៅកម្ពុជាហើយក៏មានអុកញ៉ាក្រាក់មួយចំនួនបានសហការរកស៊ីជាមួយហើយក៏ឈរកាងក្រុមអនឡាញទាំងអស់នោះឲ្យប្រព្រឹត្តទៅយ៉ាងរលូននៅកម្ពុជាផងដែរដែលក្នុងរយៈពេលថ្មីប៉ុន្មានថ្ងៃកន្លងមកនេះគឺមានការប្រកាសពីសំណាក់សម្ដេចបវរធិបតីហ៊ុនម៉ាណែតហើយថានឹងចាត់ការក្រុមឆបោកតាមអនឡាញហើយនឹងចាត់ការអ្នកណាដែលកាងនឹងពាក់ព័ន្ធទៅលើករណីអនឡាញទាំងអស់នោះបងប្អូនការប្រកាសបានប្រហែលថ្ងៃកន្លងទៅនេះក៏នៅក្នុងថ្ងៃនេះតថ្ងៃទី16ខែមករា2026ក៏មានព័ត៌មាននាំខ្លួនអុកញ៉ាមួយរូបនៅកម្ពុជារបស់យើងនេះគឺតាមរយៈ page សារព័ត៌មាន Fresh New Delhi ដែលបានបង្ហោះនៅខ្លឹមសារថានៅថ្ងៃទី15ខែមករាឆ្នាំ2026ចៅក្រមបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទលោកលីគួងអាយុ50ឆ្នាំនៅពន្ធនាគាររាជធានីភ្នំពេញប៉េស៊ីជននេះត្រូវបានតំណាងអัยការចោទប្រកាន់ពីបទល្មើសរួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងនិងបទសម្អាតប្រាក់ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀតចាប់តាំងពីឆ្នាំ2019រហូតមកដល់ពេលបច្ចុប្បន្នបទល្មើសមានបទបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា377និងមាត្រា308នៃក្រមព្រហ្មទណ្ឌនិងមាត្រា38នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មព័ត៌មានគឺលោកលីគួងដែលមានងារជាអុកញ៉ាដែលមានងារជាអុកញ៉ាផងដែរនោះបានរកស៊ីនឹងការបត់ល្មើស scam អនឡាញនេះយ៉ាងខ្លាំងជាច្រើនកន្លែងដែលអ្នកល្មមមិនសូវស្គាល់ឬក៏ឮឈ្មោះនោះទេសូម្បីតែនៅតំបន់ព្រែកចាកដែលក្រុមបរទេសរត់ចេញយ៉ាងប្រសេកប្រសាច់កាលពីយប់មិញក៏ម្នាក់នេះនៅពីក្រោយផងដែរយើងរងចាំមើលបន្តទៀតថាតើមានអ្នកណាពាក់ព័ន្ធនៅពីក្រោយលើករណី scam អនឡាញនេះបន្តទៀតបងប្អូននេះគឺសំណេរទាំងស្រុងនៅក្នុង page Fresh New Delhi ដែលបានបញ្ជាក់ថាអុកញ៉ាមួយរូបនេះហើយដែលមានឈ្មោះថាលីគួងនេះគឺគាត់ពាក់ព័ន្ធរកស៊ីអនឡាញលាងលុយកខ្វក់ហើយគាត់កាងឲ្យអ្នករកស៊ីអនឡាញទៀតសូម្បីតែករណីផ្ទុះចាដែលមានជនជាតិចិនរត់ចេញប្រសេកប្រសាចកាលពីយប់មិញនេះក៏មានលោកអុកញ៉ាលីគួងនេះដែលឈរកាងក្រុមឆបោកតាមអនឡាញដែរបងប្អូនជាទីគោរពនេះគឺជាចាស់ជំហានទី1ហើយនឹងមានជាបន្តទៀតអ្នកដែលជាប់ពាក់ព័ន្ធទៅលើការរកស៊ីអនឡាញឬក៏កាងឲ្យអ្នករកស៊ីអនឡាញអីត្រៀមឲ្យហើយទៅចំណាត់ការដ៏មុតស្រួចរបស់ថ្នាក់ដឹកនាំក៏ដូចជាកម្លាំងដ៏ស្វាហាប់របស់ចាការក្រសួងដែលពាក់ព័ន្ធនឹងចុះធ្វើការបង្ក្រាបជាបន្តឲ្យបងចอยសំពងក្នុងសាច់រឿងនេះយកមកជជូនបងប្អូនយើងត្រឹមប៉ុណ្នេះបើសិនជាមានអីថ្មីអាប់ដេតបន្ថែមបងចอยធ្វើការតាមដានហើយយកមកជជូនទៅកាន់បងប្អូនជាបន្តផងដែរសូមអរគុណ